Thế ta mình dương mình đến muốn dương pi được bị rô lệ một tung trong cái này mùi chừng luôn chẳng dương tại sao là trái caro lệ một tung trong cái này mùi chừng luôn mình tham mày chẳng caro lệ một tung trong cái này mùi chừng luôn mình thấy chỉ caro sầm nol này cả trái chừng luôn đỏ chẳng ui theo tha khi mình lệ đọc bẩn với ăn bánh nhá buổi dương anh mới khơi tha tung trong cái với cái lệ bẩn là này chẳng đọc bẩn bởi cái vô với cái chạy nó đọc bẩn mà chạy đọc thấy sao sầm nol với bẩn trên cái xe chỉ modulo cái sẽ bạn đọc bẩn anh sẽ nhả smart 3 đón hay bẩn hay cái đặt vùng chấm âm od đi modulo và đọc bẩn còn cái on bẩn hay năng modulo đọc mình thấy đọc bẩn chạy đọc mình dùm nó bẩn anh ấy cái hai tháng caro lên mà tung trong caro và chẳng cô đại kế cái vô dùm luôn nâng thì chạy nâng đọc thấy so dùm nó và mát anh nâng á chia lên tung trong caro bởi vì đôi khi này bà pram rồi đọc 7 nếu dân mới đã đăng cái thằng tuổi vi lịch 7 ta về là việc với cứ dân vô sầm núi nóទៅchạyនឹង10ទៅសល់សំណល់ប្រមាណគឺលេខហ្នឹងជាសំណល់ជាលេខខ្ទង់ចុងក្រោយណាខ្ទង់ចុងក្រោយអញ្ចឹងលេខនេះវាអត់អីទេព្រោះដោយសារតែលេខវាសរសេរជាទម្រង់រីមកស្រេចហើយប៉ុន្តែនៅពេលដែលលេខហ្នឹងជាចំនួនមួយដែលមានសវ័យគុណច្រើនអញ្ចឹងយើងអាចមើលដឹងភ្លាមថាតើខ្ទង់ចុងក្រោយវាលេខប្រមាណនេះអញ្ចឹងយើងត្រូវចាប់ផ្ដើមមើលពីរបៀបដោះស្រាយរបស់គេណាអញ្ចឹងទី1យើងមើលចំណាំរបៀបចំណាំគឺគេមើលចំនួនគូបាទទី1មើលចំនួនគូឲ្យតែចំនួននឹងគូបាទប្រហែលខ្ទង់ក៏បានដែរឲ្យតែគូលើកវាជាស្វ័យគុណ4អញ្ចឹងឲ្យតែគូស្វ័យគុណ4ដល់តែលេខខាងចុងវាគឺ6គេលើកលែងតែចំនួនមួយដែលមានលេខខាងចុង0ទេអញ្ចឹងបើខាងចុង0តួលើកស្វ័យគុណប៉ុន្មានក៏នៅចុងនឹង0ដដែលដែរណាអូខេឧទាហរណ៍ថា12គូអញ្ចឹងបើយើងមាន12ស្វ័យគុណ4អញ្ចឹងខាងចុងវាដឹងថា6ឲ្យតែគូតែមិនមែនគូតែ2ខ្ទង់ណាគូប៉ុន្មានខ្ទង់ក៏បានដែរដូចថា524អីចឹងទៅ524គូដែរអញ្ចឹង524ស្វ័យគុណ4ដឹងតែលេខខាងចុងវាលេខ6អញ្ចឹងគេចំណាំបែបហ្នឹងឲ្យតែគូស្វ័យគុណ4ដឹងតែកតុយវាខាងចុងវាគឺ6ហើយលើកលែងលេខ0មិញបាទលេខ0មិញទោះស្វ័យគុណប៉ុន្មានក៏0ដែរបាទមួយទៀតសេសបាទចំនួនសេសស្វ័យគុណ4ដែរអញ្ចឹងឲ្យតែសេសទោះសេសនឹងមួយខ្ទង់ក៏ដោយ2ខ្ទង់ក៏ដោយប្រហែលខ្ទង់ក៏ដោយចំនួនសេសស្វ័យគុណ4ដឹងតែលេខខាងចុងវាគឺលេខ1អញ្ចឹងយើងចំណាំអញ្ចឹងណាឲ្យតែសេសស្វ័យគុណ4ដឹងតែ1លើកលែងមួយករណីដែរគឺលើកលែងចំនួនដែលមានលេខខាងចុង5អញ្ចឹងបើលេខខាងចុង5លើកស្វ័យគុណប្រមាណក៏នៅតែខាងចុង5ដែរបើឧទាហរណ៍5ការ៉េនៅតែ25ដល់ពេលលើកស្វ័យគុណបន្តទៀតក៏នៅតែ5គុណ5ដែលកតុយ5អញ្ចឹងរហូតអញ្ចឹងចំណាំគឺមានប៉ុណ្ណឹងដើម្បីរកលេខខាងចុងរបស់វាបានគឺគេមើលគូហើយសេសបើគូស្វ័យគុណ4ខាងចុង6បើសេសស្វ័យគុណ4លេខខាងចុងគឺ1ហើយករណីលើកលែងតែ2គឺកន្លែង0ហើយនឹង5ព្រោះពេលហ្នឹងស្វ័យគុណប៉ុន្មានក៏នៅតែកតុយ0កតុយ5ដែរណាឥឡូវឧទាហរណ៍បាទរកលេខមួយខ្ទង់ចុងក្រោយនៃចំនួន2ស្វ័យគុណ168បាទ2ស្វ័យគុណ168នេះបើឲ្យយើងទៅគណនាឃើញលេខប្រមាណហើយមើលខាងចុងវាហ្មងបាទមិននិយាយព្រោះយើងយក2គុណនឹង2ខ្លួនឯង168ដងអញ្ចឹងបានឃើញចំនួននឹងប្រមាណហើយមើលលេខខាងចុងវាទៅអាហ្នឹងយើងធ្វើតាមកម្លាំងបាយណាអញ្ចឹងឡើយនេះអត់ធ្វើចឹងទេគឺយើងប្រើតាមក្បួនខាងលើណាក្បួនខាងលើនេះគេថាចំនួនគូស្វ័យគុណ4មានលេខខាងចុង6អញ្ចឹងយើងឃើញ2នេះគូហើយអញ្ចឹងគូហ្នឹងលើកវាបានស្វ័យគុណ4អញ្ចឹងយើងដូរអា168នេះឲ្យទៅជា4បាទតើ4គុណប្រមាណអញ្ចឹងណាអញ្ចឹងក្បួនធ្វើគឺយើងប្របែកវាយើងយក2ស្វ័យគុណ4បាទគុណនឹងប្រមាណសញ្ញាគុណនៅកន្លែងនេះបាទ2ស្វ័យគុណ4គុណយើងយក168ចែក4ទៅអានេះចែកដាច់ណាអូខេអញ្ចឹងយើងយកវាចែកនឹង4បាន2ស្វ័យគុណ4គុណនឹង42អូខេ2ស្វ័យគុណ4គុណ42
ចឹងគេអាចសេបានថា2ស្វ័យគុណ4ហើយស្វ័យគុណ42ទៀតនេះបាទ2ស្វ័យគុណ4ស្វ័យគុណ42ហើយដោយសារតែអា2ស្វ័យគុណ4នេះលេខខាងចុងវាគឺលេខ6នេះ2ស្វ័យគុណ4នេះខាងចុងវា6ចឹងគេអាចសេបន្តទៀតអូខេអញ្ចឹងអានេះគឺស្វ័យគុណវា6អញ្ចឹងគេអាចសេបានថាចេះវិញបាទចេះវិញ2ស្វ័យគុណ100 2ស្វ័យគុណ4លេខខាងចុងវា6បាទអញ្ចឹងអាចសេបានថា2ស្វ័យគុណ4នេះកងគ្រួយអង្គ6កងគ្រួយអង្គ6ហើយមកទល់10 2ស្វ័យគុណ4អញ្ចឹងសំណល់វាសល់6បើយើងគិតលេខឲ្យមែនទៅ2ស្វ័យគុណ4វា16ចែក10សល់សំណល់6ត្រូវណាប៉ុន្តែចំនួនយើងដែលយើងមានមិញវា2ស្វ័យគុណ4 2ស្វ័យគុណ168នេះវាទៅស្មើ2ស្វ័យគុណ4ស្វ័យគុណ42អញ្ចឹងយើងលើកអា2ស្វ័យគុណ4នេះស្វ័យគុណ42ដើម្បីតម្រូវអា2ស្វ័យគុណ168នេះប៉ុន្តែនៅពេលដែលយើងលើកវាស្វ័យគុណ42សំណល់6នេះគឺយើងលើកស្វ័យគុណ42ដែរអញ្ចឹងគេអាចសេបានថា2ស្វ័យគុណ4របស់យើងនេះយើងលើកវាស្វ័យគុណ42អញ្ចឹង6នេះក៏យើងលើកវាស្វ័យគុណ42ដែរអញ្ចឹងចំនួនលើកស្វ័យគុណ42អានេះក៏លើកស្វ័យគុណ42ដែរអញ្ចឹងនៅពេលដែលយើងលើកស្វ័យគុណ42អាកន្លែង2ស្វ័យគុណ4ស្វ័យគុណ42នេះវាស្មើនឹង2ស្វ័យគុណ168ហើយអាចសេបានថាមួយទៀតនេះកងគ្រួយអង្គ6ស្វ័យគុណ42បាទម៉ូឌូឡូ10អញ្ចឹងយើងដឹងហើយ6នេះជាសំណល់នៃការចែក6ស្វ័យគុណ42 6ស្វ័យគុណប្រមាណក៏ដោយ6ស្វ័យគុណ2 36វានៅសល់សំណល់6ទៀតកតុយក្នុងចុង6ស្វ័យគុណប្រមាណតទៀតក៏នៅតែកតុយវា6តទៀតអញ្ចឹង6ស្វ័យគុណ42នេះចែកនឹង10ទៅសល់សំណល់6ទៅដែរអញ្ចឹង6ស្វ័យគុណប្រមាណក៏ដោយលើកជាស្វ័យគុណប៉ុន្មានក៏ដោយកតុយវាគឺ6ទៅដែរអញ្ចឹងចំនួនប៉ុណ្នេះចែកនឹង10នៅតែកតុយ6ទៅដែរអញ្ចឹងគេអាចសរសេរខ្លីគេមិនបាច់ដាក់ស្វ័យគុណ42ទៀតទេអស់ហើយបាទព្រោះ6ស្វ័យគុណ42នេះចែកនឹង10ទៅនៅតែសល់សំណល់6ទៅដែរអញ្ចឹងណាអញ្ចឹងបានលេខខាងចុងរបស់2ស្វ័យគុណ168គឺ6បាទលេខខាងចុងរបស់2ស្វ័យគុណ168គឺ6នេះឯងអូខេចូលធ្លាក់មកក្រោមចូលអញ្ចឹងពេលយើងឆ្លើយដូចនេះលេខខាងចុងលេខមួយខ្ទង់ចុងក្រោយនៃបាទនៃ2ស្វ័យគុណ168ជាប់អានេះបាទនៃ2ស្វ័យគុណ168គឺបាទនេះលេខ6បាទលេខខ្ទង់ចុងក្រោយវាគឺ6អូខេ